បាទវីដេអូនេះខ្ញុំបង្ហាញបងប្អូនអំពីរបៀបគណនានៅបញ្ជីចំណាយបាទចំណាយទៅលើវត្ថុធាតុដើមចំណាយទៅលើប្រាក់ខែបុគ្គលិកចំណាយទៅលើការដឹកជញ្ជូនរហូតដល់ខាងក្រោមនេះគឺបច្ចេកទេសចំណាយមាន3ឆ្នាំឆ្នាំទី1អស់ប្រហែលនេះឆ្នាំទី2ប៉ុណ្ណេះហើយឆ្នាំទី3អស់ប៉ុណ្ណេះអញ្ចឹងចំណាយមាន3ឆ្នាំបាទអញ្ចឹងកន្លែងនេះគេឲ្យយើងរកជាមជ្ឈមភាគតើចំណាយទាំង3ឆ្នាំហ្នឹងបើសិនជាគិតជាមជ្ឈមភាគប៉ុន្មានបាទអញ្ចឹងយើងត្រូវរកយករូបមន្តមករកដើម្បីគិតជាមជ្ឈមភាគបាទអញ្ចឹងយើងត្រូវវាយស្មើតាមទៀតយើងវាយរូបមន្តចូល average បាទអញ្ចឹង average នេះគឺរូបមន្តគិតជាមជ្ឈមភាគស្មើ average រួចហើយយើង select ចាប់ពីឆ្នាំទី1រហូតដល់ឆ្នាំទី3បាទបិទវងកញ្ចក់មកវិញ enter បាទអញ្ចឹងយើងចំណាយទាំង3ឆ្នាំនេះគិតជាមជ្ឈមភាគគឺ466.647បាទនេះចំណាយប៉ុណ្ណេះអញ្ចឹងយើងចុចឲ្យចំសញ្ញា point នេះទាញមកក្រោមមកបាទអញ្ចឹងគឺចំណាយគឺគិតជាមជ្ឈមភាគគឺផ្សេងគ្នាក្រោមនេះបាទកន្លែងនេះគេឲ្យយើងរកចំណាយដល់ខ្ពស់បំផុតប៉ុន្មានទាំង3ឆ្នាំហ្នឹងតើចំណាយខ្ពស់បំផុតប៉ុន្មានអញ្ចឹងយើងត្រូវប្រើរូបមន្តរកចាប់យកនៅទិន្នន័យដែលច្រើនបំផុតបាទអញ្ចឹងយើងនឹងប្រើរូបមន្តមួយឈ្មោះថា max MAX បើវងកញ្ចក់តាមទៀតយើង select ចាប់ពីឆ្នាំទី1រហូតដល់ឆ្នាំទី3បាទបិទវងកញ្ចក់មកវិញ enter បាទនេះយើងចំណាយខ្ពស់បំផុតគឺ550.003 ដងបាទយើងចំណាយខ្ពស់បំផុតគឺប៉ុណ្ណេះយើងចាប់អុសមកក្រោមមកបាទគណនាឲ្យយើងទាំងអស់តែម្ដងខ្លះនេះទាបបំផុតបើន័យថាឲ្យយើងរកចំណាយប៉ុន្មានដែលតិចជាងគេបំផុតទាំង3ឆ្នាំនេះបាទទាំង3ឆ្នាំហ្នឹងចំណាយប៉ុន្មានដែលតិចជាងគេបំផុតអញ្ចឹងយើងត្រូវប្រើរូបមន្តរកចំណាយដែលតិចជាងគេយើងប្រើរូបមន្តមួយឈ្មោះថា min បាទបើវងកញ្ចក់បន្តទៀតយើង select វាទាំង3ឆ្នាំហ្នឹងមកបាទអុសទាំង3ឆ្នាំហ្នឹងមកហើយយើងបិទវងកញ្ចក់វិញ enter បាទអញ្ចឹងទាំង3ឆ្នាំហ្នឹងយើងចំណាយតិចជាងគេបំផុតគឺ350.00បាទយើងអុសមកទាញអុសវាមកបាទគណនាឲ្យយើងតែម្ដងត្រង់កន្លែងដុល្លារនេះបានន័យថាឲ្យយើងសរុបចំណាយទាំង3ឆ្នាំហ្នឹងតើមានចំនួនប្រមាណបាទន័យថាយើងយកឆ្នាំទី1បូកឆ្នាំទី2បូកឆ្នាំទី3តើឃើញសរុបប៉ុន្មានយើងចំណាយហ្នឹងអញ្ចឹងយើងនឹងប្រើរូបមន្តដែរឈ្មោះថា sum ស្មើ sum បាទបើវងកញ្ចក់បាទតាមទៀតយើង select វាទាំង3ឆ្នាំហ្នឹងមកអុសលើវាទាំង3ឆ្នាំហ្នឹងរួចហើយបិទវងកញ្ចក់វិញ enter បាទអញ្ចឹងនេះយើងចំណាយសរុបទាំងអស់គឺប៉ុណ្ណេះបាទយើងចាប់អុសទាញមកបាទអញ្ចឹងវាសរុបឲ្យយើងទាំងអស់តែម្ដងនេះកន្លែងនេះ real នេះគឺបានន័យថាឲ្យយើងគិតជាលុយខ្មែរវិញអញ្ចឹងយើងចំណាយទាំងអស់ប៉ុណ្ណេះបើសិនជាយើងគិតជាលុយខ្មែរវិញប៉ុន្មានបាទអញ្ចឹងយើងត្រូវយកលុយដុល្លារទាំងអស់ដែលយើងមាននេះយកគុណនឹងតម្លៃ$1បាទអញ្ចឹង$1របស់យើងខាងលើនេះអត្រាប្រើប្រាក់ក្នុង$1គឺ4025រៀលលុយខ្មែរបាទអញ្ចឹងយើងត្រូវយកតម្លៃលុយដុល្លារទាំងអស់នេះគុណនឹងតម្លៃ4025រៀលមកអញ្ចឹងយើងឃើញលុយខ្មែរទាំងអស់មានប្រមាណហើយបាទអញ្ចឹងយើងដាក់ចុចចំកន្លែងហ្នឹងមកវាយស្មើបន្តមកទៀតចុចលើចំនួនដុល្លារទាំងអស់រួចហើយគុណដាក់សញ្ញាគុណមកគឺសញ្ញាផ្កាយនេះបន្តមកទៀតយើងចុចទៅលើ4025រៀលបាទរួចហើយយើងចុច F4 មួយសម្រាប់ចងវាបាទថាចងលើ4025រៀលនេះបាទ enter មកបាទបន្តទៀតណាយើងចុចឲ្យចំរួចហើយយើងអូសមកក្រោមមកបាទអញ្ចឹងគឺវាដូរជាលុយខ្មែរវិញគឺបានចំនួនប៉ុណ្ណេះណាបាទអញ្ចឹងគឺដូរទៅតាមរោរបស់វានីមួយៗគឺដូរឲ្យយើងតែម្ដងនេះបាទនៅខាងបន្លោះនេះទៀតគឺយើងគេឲ្យយើងសរុបបាទសរុបឆ្នាំទី1នេះមានចំនួនប្រមាណឆ្នាំទី2ឆ្នាំទី3នេះមានចំនួនប្រមាណបាទ
ស្របនេះគឺយើងទៅប្រើរូបមន្តមួយឈ្មោះថាសាំស្មើ a u m បើវងខ្យល់មកបន្តទៀតយើងស្រេចពីលើនេះបាទពីលើនេះរហូតដល់មកក្រោមនេះមកបាទរួចហើយយើងបិទវងខ្យល់វិញ enter នេះអញ្ចឹងយើងស្របឆ្នាំទី1មានប៉ុណ្ណេះយើងអស់មកចុចឲ្យចំទាញអស់មកនេះមកបាទឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3គឺមានចំណាយផ្សេងគ្នាបាទស្របទៅខាងក្រោមនេះមជ្ឈមភាគបានន័យថាឲ្យយើងរកជាមជ្ឈមភាគក្នុងឆ្នាំទី1នេះបើគិតជាមជ្ឈមភាគវិញប៉ុន្មានដែលយើងចំណាយហ្នឹងអញ្ចឹងយើងទៅប្រើរូបមន្តមួយឈ្មោះថា average ស្មើ aver បាទ average បាទរួចហើយយើងបើកវងខ្យល់មួយមកយើង select ពីរោខាងលើនេះបាទចំណាយខាងលើនេះរហូតដល់ក្រោមនេះមកនេះបាទ select ទាំងអស់ហ្នឹងមកក្នុងឆ្នាំទី1ហ្នឹងរួចហើយយើងបិទវងកញ្ចក់វិញ enter បាទអញ្ចឹងជំរាបគឺប៉ុណ្ណេះបាទខាងក្រោមនេះទៀតគេឲ្យយើងរកតម្លៃដែលខ្ពស់បំផុតដែលយើងចំណាយក្នុងឆ្នាំទី1ខ្ពស់បំផុតប្រហែលអញ្ចឹងយើងទៅប្រើរូបមន្តរកទៀតបាទអញ្ចឹងយើងត្រូវវាយស្មើហើយរួចហើយវាយរូបមន្តចូល max max រួចហើយបើកវងកញ្ចក់តទៅទៀតយើង select វាទាំងអស់ហ្នឹងមកក្នុងឆ្នាំទី1ហ្នឹងបាទហើយរួចហើយបិទវងកញ្ចក់វិញ enter អញ្ចឹងខ្ពស់បំផុតគឺប៉ុណ្ណេះបាទនៅខាងក្រោមនេះទៀតគឺឲ្យយើងរកតម្លៃដែលតិចជាងគេបំផុតដែលយើងចំណាយក្នុងឆ្នាំទី1ហ្នឹងប្រហែលអញ្ចឹងយើងទៅប្រើរូបមន្តរកចំណាយដែលតិចជាងគេប្រហែលអញ្ចឹងយើងប្រើវាយស្មើមករួចហើយវាយ min ចូលបាទបើកវងកញ្ចក់មួយរួចហើយ select លើឆ្នាំទី1ទាំងអស់នេះមកដែលយើងចំណាយហ្នឹងបាទបិទវងកញ្ចក់វិញ enter បាទអញ្ចឹងចំណាយតិចជាងគេផុតគឺប៉ុណ្ណេះបាទអញ្ចឹងយើងដើម្បីអានេះយើងមិនបាច់ចាំគណនាទៀតទេយើងគ្រាន់តែ select លើវាទាំង3នេះមករួចហើយទាញកន្លែង point នេះបាទចុចឲ្យចំសញ្ញានេះឲ្យចេញសញ្ញាបូកខ្មៅចេះម៉ៅរបស់យើងហ្នឹងហើយរួចឲ្យចុចជាប់យើងចាប់ទាញអស់មកនេះមកបាទអញ្ចឹងគឺគណនាឲ្យយើងដរិចតែម្ដងនេះបាទអញ្ចឹងនៅក្នុងលំហាត់នេះគឺយើងបានគណនារួចរាល់ហើយបាទ